ការសិក្សាមុខជំនាញដែលបងអូនជឿរើសមួយនេះគឺក្នុងគោលបំណងអ្វីហើយចង់ធ្វើការតាក់ទងទៅនឹងជំនាញមួយនេះនៅក្នុងវិស័យអ្វីនៅពេលដែលនាងខ្ញុំចោទជាសំណួរបែបនេះគឺខ្ញុំចង់ដឹងអំពីគោលបំណងរបស់គាត់ហើយនៅពេលនោះគាត់នឹងឆ្លើយមកកាន់យើងអំពីគោលបំណងរបស់គាត់ហើយថាគាត់ចង់ធ្វើអីមានអ្នកស្រឡាញ់ផ្នែកបើវិស័យច្បាប់មានគ្រប់រូបភាពទាំងអស់ដែលគាត់ឆ្លើយមកកាន់យើងចាក៏ប៉ុន្តែនៅពេលដែលគាត់ឆ្លើយមកកាន់យើងខ្ញុំចង់ជាសំណួរទៅកាន់គាត់តាក់ទងទៅនឹងថាតើដើម្បីឲ្យបានទៅដល់គោលដៅហ្នឹងតើបងអូនដឹងទេខ្ញុំសួរទៅលើចំណុចដែលតាក់ទងទៅនឹងការឆ្លើយតបទៅលើវិស័យមួយដែលគាត់ចង់បំពេញបំណងនេះពេលអនាគតតាក់ទងនឹងវិស័យការងារមានបងប្អូនមួយចំនួនគាត់ក៏ឆ្លើយថាគាត់ចង់ធ្វើមេធាវីចៅក្រមរាជអាជ្ញាចាមន្ត្រីរាជការរូបភាពដែលគាត់ឆ្លើយតបទាំងប្រមាណនាងខ្ញុំក៏ចោទជាសំណួរទៅកាន់គាត់ថាតើជំរឿសសំណួរមួយតាក់ទងទៅនឹងគោលបំណងរបស់ជំនាញគាត់នឹងតើបងអូនអាចដឹងទេថាតើតាក់ទងទៅនឹងជំនាញរបស់បងអូនដែលចង់សិក្សានោះត្រូវសិក្សាអំពីអ្វីខ្លះហើយកន្លែងដែលបងអូនចង់ទៅនឹងតើនៅក្នុងនោះមានជំនាញអ្វីខ្លះហើយបងអូនអាចដឹងទេអំពីបញ្ហាប្រឈមតាក់ទងនឹងជំនាញរបស់បងអូនដែលបងអូនទៅជ្រើសយកជំនាញមួយនេះឬក៏ទៅធ្វើការនឹងឯកទេសមួយនេះឲ្យគាត់ឆ្លើយតបទៅនឹងសំណួររបស់យើងនៅពេលនោះមានច្បាស់ជាមាននិស្សិតមួយចំនួនគាត់ឆ្លើយបាននិងនិស្សិតមួយចំនួនគាត់អត់ទាន់ដឹងទិសដៅនៅឡើយទេមាននិស្សិតខ្លះគាត់ឆ្លើយមានរបៀបរបបរបស់គាត់ដែលគាត់តម្រង់ទិសដោយខ្លួនឯងហើយក៏មាននិស្សិតមួយចំនួនគាត់ឆ្លើយដោយថាចាំរៀនចប់ចាំគាត់ចាប់ផ្ដើមគិតគូរតាក់ទងទៅនឹងការដែលជ្រើសរើសឯកទេសឬក៏ក្របខ័ណ្ឌណាមួយនៅពេលគាត់រៀនចប់នៅពេលនេះខ្ញុំលើកជាឧទាហរណ៍តែម្ដងតាក់ទងទៅនឹងឧទាហរណ៍នោះគឺផ្ដោតគោលដៅសំខាន់បំផុតគឺផ្សារភ្ជាប់ទៅនឹងខ្លឹមសារនៃកម្មវត្ថុនៃមេរៀនរបស់គាត់តែម្ដងឬក៏តាក់ទងជំនាញរបស់គាត់តែម្ដងដូចជាឧទាហរណ៍តាក់ទងទៅនឹងចំណុចសំខាន់មួយដែលខ្ញុំចង់និយាយពីបញ្ហាគោលដៅគឺលើកឧទាហរណ៍តាក់ទងទៅនឹងប្រព័ន្ធសង្គមនេះខ្ញុំចោទជាសំណួរទៅកាន់គាត់ថាតើបងប្អូនអាចដឹងទេថានៅក្នុងសង្គមយុគបច្ចុប្បន្ននេះតើបងប្អូនប្រជាពលរដ្ឋឬក៏បងប្អូននិស្សិតទាំងអស់គ្នាគាត់ចូលចិត្តឬក៏ទស្សនាឬក៏មើលឬក៏កំសាន្តទៅលើអ្វីជាងគេនៅក្នុងប្រព័ន្ធ social media ចាពេលនោះបងប្អូននិស្សិតគាត់ឆ្លើយតបតាមបែបរូបភាពផ្សេងគ្នាតែភាគច្រើនដែលខ្ញុំប្រមូលទិន្នន័យមកមានដូចជាគាត់ចូលចិត្តមើលទៅលើការលក់អនឡាញឬក៏តាក់ទងទៅនឹងកំ pl ែងចាដោយសារអីដោយសារកត្តាអាយុរបស់គាត់តាក់ទងទៅនឹងអាយុផងតាក់ទងនឹងកត្តាផ្លូវចិត្តរបស់គាត់ផងទើបធ្វើឲ្យគាត់ចូលចិត្តមើលទៅលើចំណុចទាំងអស់នេះហើយខ្ញុំក៏ចោទជាសំណួរនឹងលើកឧទាហរណ៍ទៅកាន់ចំណុចទាំងអស់នោះឲ្យគាត់យល់ច្បាស់ថាតាក់ទងទៅនឹងការដែលគេធ្វើតាក់ទងប្លុកផ្ដោតទៅលើឧទាហរណ៍កំ pl ែងឬក៏អនឡាញតើបងប្អូនដឹងទេថាបងដែលសង្កេតមើលទៅលើការ share ឬក៏ view របស់គេទេចាគាត់ក៏ឆ្លើយតបថាគាត់បានមើលហើយខ្ញុំសួរថាតើនៅក្នុងសម័យនេះតើតាក់ទងទៅនឹងវិស័យផ្ដោតគោលដៅទៅលើការថត blog ឬក៏តាក់ទងទៅនឹងការរកស៊ីចំនួនផ្សេងហ្នឹងតើគោលបំណងរបស់គេចង់បានអីគាត់ទាំងអស់គ្នាអាចឆ្លើយជាមួយនឹងយើងថាពួកគាត់ចង់បានលុយចា view ឬក៏ share ដើម្បីបានប្រាក់ចាខ្ញុំក៏ឆ្លើយប្រាប់បញ្យល់ទៅកាន់គាត់វិញថានេះហើយជាគោលដៅនៅពេលដែលគាត់បង្កើតគោលដៅឬគោលបំណងរបស់គាត់មួយដែលគាត់ចង់បានគាត់នឹងសិក្សាពីមជ្ឈដ្ឋានជុំវិញទាំងអស់ឲ្យបានដឹងថាតើនៅពេលណាដែលបងប្អូនចូលចិត្តទស្សនាតាក់ទងទៅនឹង blog របស់គាត់ឬក៏តាក់ទងការផ្សាយពាណិជ្ជកម្មរបស់គាត់ដឹងច្បាស់តាក់ទងនឹងចំណុចសំខាន់ដូចជាតាក់ទងទៅនឹងពេលវេលាតាក់ទងចំណងចំណូលចិត្តតាក់ទងទៅនឹងផ្លូវចិត្តរបស់
ប្រជាពលរដ្ឋនិងកត្តាអាយុក្មេងនិងតាក់ទងនឹងចំណេះជំនាញក្មេងក្នុងវិស័យបច្ចុប្បន្នចូលចិត្តអីគាត់សិក្សាជិះពីជំនាញនឹងស៊ីជម្រៅទើបគាត់បង្កើតជាគោលបំណងនិងកម្មវត្ថុរបស់គាត់ពេលនោះគាត់យល់ដែរអំពីគោលដៅថាតើគោលដៅហ្នឹងគេធ្វើដើម្បីអីហើយដើម្បីឲ្យបានដល់គោលដៅតើយើងត្រូវសិក្សាស្វែងយល់ពីអីខ្លះចំណុចហ្នឹងគឺជាចំណុចសំខាន់សម្រាប់គាត់ទាញឧទាហរណ៍ឲ្យចូលទៅក្នុងខ្លឹមសារនៃមេរៀនរបស់គាត់តែម្ដងនិងផ្លូវចិត្តផ្លូវអារម្មណ៍របស់គាត់ធ្វើឲ្យគាត់គិតហើយនឹង research ទៅលើឯកទេសចំណេះចំណេញរបស់គាត់តែម្ដងពេលនោះហើយជាចំណុចមួយធ្វើយើងងាយស្រួលក្នុងការបង្រៀនដោយក៏ផ្ដោតអារម្មណ៍ឬក៏គាត់ research ទៅលើចំណេះចំណេញរបស់គាត់ដោយខ្លួនឯងមិនចាំបាច់យើងពិបាកក្នុងការបង្ហាញច្រើនគ្រាន់តែយើងតម្រង់ទិសទៅលើកម្មវត្ថុដែលគាត់ចង់បានខ្លះឲ្យគាត់ដឹងថាចំណេះចំណេញរបស់គាត់ចេញទៅវិញអាចធ្វើអីខ្លះចានៅវគ្គបន្តនេះខ្ញុំនឹងបង្ហាញអំពីចំណុចតាក់ទងទៅនឹងការតម្រង់ទិសក៏ដូចជាតាក់ទងទៅនឹងការបង្ហាញអំពីក្រមសីលធម៌ជាជីវៈចាសូមអរគុណ